ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនិយាយអំពីប្រព័ន្ធបាញ់រ៉ុកែតរបស់អាមេរិក HIMARS ហើយនឹងដៃគូរបស់វាដែលនៅក្នុងអ៊ុយក្រែនគេប្រើជុំគ្នានឹងគឺប្រព័ន្ធបាញ់រ៉ុកែតស៊េរីចាស់មួយទៀតគឺ M207 ដែលនៅក្នុងនេះគឺគេបានចូលទៅថតសកម្មភាពមួយចំនួនរបស់កងពលដែលប្រើប្រាស់នៅ HIMARS នេះនៅតំបន់ Donetsk ដែលក្នុងនេះគេនិយាយថាវាជាលើកដំបូងហើយដែលខាងកងទ័ពបានភ្លើងខៀវបើកភ្លើងខៀវឲ្យក្រុមអ្នកកសែតចូលទៅថតក៏ថាសកម្មភាពមួយចំនួនក៏មិនបានលម្អិតដែរប៉ុន្តែនេះជារូបភាពនៃការប្រើប្រាស់ HIMARS ផ្ទាល់នៅក្នុងទឹកដីអ៊ុយក្រែននៅតំបន់ Donetsk ដែលពីមុនយើងធ្លាប់តែឮថាអូខេHIMARS មានប្រសិទ្ធភាពទេប៉ុន្តែយើងអត់ដែលឃើញគេប្រើប្រាស់វាជាក់ស្ដែងទេឃើញតែវីដេអូ highlight ខ្លីៗហើយវីដេអូនេះក៏វាមិនលម្អិតប៉ុន្មានដែរប៉ុន្តែវាអាចថាជាវីដេអូមួយដែលគេថតអំពីការប្រើប្រាស់ HIMARS ហើយនឹងសម្ភាសជាមួយនឹងកងទ័ពដែលប្រើ HIMARS នឹងផ្ទាល់មួយចំនួនដែរអញ្ចឹងក្នុងចុងវីដេអូក៏ខ្ញុំបានស្រាវជ្រាវមួយចំនួនទាក់ទងនឹង HIMARS ដែរចាំខ្ញុំនឹងនិយាយនៅក្នុងចុងវីដេអូតោះអញ្ចឹងកុំឲ្យខាតពេលយូរយើងទស្សនាវីដេអូទាំងអស់គ្នាវីដេអូនេះផុសនៅក្នុង YouTube របស់ Channel មួយឈ្មោះថា TCH ដែលដូចអ្នកទាំងអស់គ្នាដឹងហើយយើងធ្លាប់តែល្បីអំពី HIMARS ប៉ុន្តែយើងមិនសូវឃើញឬក៏ដឹងព័ត៌មានច្បាស់លាស់អំពីការប្រើប្រាស់ HIMARS ហ្នឹងនៅក្នុងសង្គ្រាមរបស់រុស្ស៊ីអ៊ុយក្រែនទេតែទើបតែលើកនេះទេគឺការប្រើប្រាស់ HIMARS ហើយនឹងប្រព័ន្ធបាញ់មីស៊ីលមួយទៀតគឺ M207 ដែលជាដៃគូគ្នាដែលប្រើនៅក្នុងសង្គ្រាមនេះហើយក្រុមការងារគាត់បានចូលទៅថតសកម្មភាពមួយចំនួនដែលខាងកងទ័ពឲ្យថតគាត់ថាកន្លែងខ្លះមួយចំនួនក៏មានការបិទបាំងខ្លាំងមែនទែនគឺគេបង្ហាញឲ្យឃើញតែ HIMARS ទេប៉ុន្តែរូបភាពទីតាំងម្ដុំហ្នឹងគឺគេអត់បង្ហាញឲ្យឃើញទេហើយវីដេអូនេះទើបតែផុសថ្ងៃទី21ខែ10នេះទេអញ្ចឹងទើបតែប្រហែលថ្ងៃនេះទេអូខេនេះគឺជាប្រព័ន្ធបាញ់រ៉ុកែត HIMARS ហ្នឹងហើយដែលធម្មតាត្រូវការបាញ់ហើយគឺគេចពីទីតាំងនឹងឲ្យលឿនតែម្ដងដូចនេះគឺទទួលបានរៀបចំរួចរាល់បំរុងនឹងបាញ់ហើយប៉ុន្តែក្នុងនេះគាត់និយាយថាអឺបានទទួលបញ្ជាឲ្យបិទតម្លាក់ចុះវិញដោយសារតែផ្លាស់ប្ដូរទីតាំងអីចឹងទៅចឹងនេះគាត់ចូលទៅថតផ្ទាល់នៅទីតាំងនំរំ Donetsk អញ្ចឹងក្នុងនេះគេនិយាយថាដើម្បីបាញ់បានហ្នឹងគឺកងទ័ពដែលប្រើ HIMARS ហ្នឹងគឺមានថាងើបតាំងពីម៉ោង4នោះគ្មានបានដេកទេគឺរៀបចំកម្ដៅម៉ាស៊ីនកម្ដៅអីរៀបចំតាំងពីយូរទៅហើយដល់ពេលដែលបាញ់គឺប្រតិបត្តិការតែប្រហែលនាទីទេអូខេនេះគឺជា HIMARS ហ្នឹងដែលធ្វើការបាញ់នៅតំបន់ផ្សេងមួយទៀតអញ្ចឹងអាដំបូងមិញហ្នឹងគឺប្រុងបាញ់តែដូរទីតាំងអញ្ចឹងបើកចូលមកវិញឥឡូវមកបាញ់នៅទីតាំងមួយទៀតអញ្ចឹងនេះជារូបភាពដែលទទួលបាននៅតំបន់Pokrovsk ដែលមានការប្រយុទ្ធរួមគ្នារវាង HIMARS ផងមាន drone ផងមានអីចឹងទៅអញ្ចឹងការបាញ់ហើយគឺគេចចេញពីទីនឹងឲ្យលឿនតែម្ដងក៏អាចនៅនឹងទេព្រោះដោយសារ Iskander របស់រុស្ស៊ីក៏រាវរាល់ HIMARS នេះដែរហើយមាន drone មានអីចឹងទៀតអញ្ចឹងរូបភាពក៏វាមិនទៅច្បាស់ណាស់ទេប៉ុន្តែយើងអាចឃើញរូបភាពជាក់ស្ដែងនៅពេលដែលបាញ់ HIMARS ហើយគឺវាផ្សែងចិត្តឈឹងចេះតែម្ដងអញ្ចឹងសម្រាប់គាត់នៅថតកន្លែងហ្នឹងក៏ពេលបាញ់ចប់គឺរាល់ HIMARS ហ្នឹងលេងឃើញហើយគេបាញ់ហើយគឺចូលមកកន្លែងនេះដើម្បីធ្វើការតម្លើងគ្រាប់ថ្មីអញ្ចឹងទៅអញ្ចឹងកន្លែងគ្រាប់ផ្សេងបាញ់ហើយគឺកិច្ចបាញ់ហើយគឺកិច្ចអញ្ចឹងក្នុងនេះក៏ដូចគាត់និយាយអញ្ចឹងគឺកងទ័ពគឺភ្ញាក់តាំងពីម៉ោង4ដើម្បីរៀបចំមានកិច្ចការងារជាច្រើនដូចជាកម្ដៅដូចជាអីចឹងទៅនៅក្នុងហ្នឹងគឺគេធ្វើការងារច្រើនមុនពេលដែលបាញ់ហើយគឺលឿនមែនទែនគឺហើយគោលដៅរបស់គេមិនមែនកងទ័ពថ្មើរជើងទេគឺជាឧបករណ៍យោធាដែលនៅក្នុងនេះគេថាបានកំទេច17ឃើញឧបករណ៍យោធារុស្ស៊ីជាង17ឯណោះគេអញ្ចឹងការងារប្រតិបត្តិការហ្នឹងក្នុងពេលហ្នឹងមាន drone ផងមានអីផងបាញ់ជុំគ្នាហើយ HIMARS បាញ់ទៅហ
ហើយបន្ទាប់មកអានេះគឺជាប្រព័ន្ធបាញ់រ៉ុកកែតមួយទៀតដែលក្នុងនោះក៏គេប្រើដែរវាចាស់ប៉ុន្តែគេនៅតែប្រើផលិតតាំងពីឆ្នាំ1908ទេណោះ KM 270របស់អាមេរិកដូចគ្នាភាគច្រើនគឺបាញ់ត្រូវដូចគ្នាគឺថាចម្ងាយវាជិតជាងអញ្ចឹងវាមិនឆ្ងាយដូចHIMARS ទេអញ្ចឹងភាគច្រើនគឺគេប្រើពីរហ្នឹងនៅជិតគ្នាជុំគ្នាហើយគេទទួលបានគោលដៅពី drone UAV របស់ខាងកងទ័ពឆ្លប់ការរបស់អ៊ុយក្រែនអូខេអញ្ចឹងមិនតាHIMARS ទេសូម្បីតា M 207នេះក៏ជាគោលដៅរបស់រុស្ស៊ីដែរតែជាទូទៅគឺតាមរលអានឹងដូចគ្នាអូខេអញ្ចឹងក្នុងនេះគេមិនបានប្រាប់ថាអូខេគោលដៅដែលយើងបាញ់ទៅណាទេគឺគេអត់បញ្ចេញគោលដៅទេគាត់ថាជាទូទៅគឺបាញ់ចូលទៅក្នុងទឹកដីរុស្ស៊ីហើយគោលដៅគឺកំទេចនៅយុទ្ធឧបករណ៍របស់ខាងរុស្ស៊ីអូខេអញ្ចឹងក្នុងនេះបើជាវីដេអូនេះគឺថ្មីដោយសារទីតាំងភាគចឹងគឺបិទទាំងអស់តែម្ដងបើចេញឲ្យតែឃើញយុទ្ធឧបករណ៍នេះតែប៉ុណ្ណេះទេមើលគេបិទអស់ហើយអត់ដឹងថានៅណាអីនៅណាទេដើម្បីសុវត្ថិភាពអូខេអញ្ចឹងគឺថាប្រព័ន្ធបាញ់រ៉ុកកែតផ្សេងភាគច្រើនចាយពេល20ទៅ25នាទីរបស់រុស្ស៊ីអីប៉ុណ្ណឹងប៉ុន្តែសម្រាប់HIMARSនេះនៅពេលដែលបាញ់គឺចាយពេលតែ5នាទីឯងតែ5នាទីហ្នឹងនៅពេលដែលបាញ់ប៉ុន្តែនៅពេលរៀបចំអីដូចខ្ញុំនិយាយអញ្ចឹងគឺងើបតាមពីព្រលឹមទៅផ្សេងអាហ្នឹងរៀបចំផ្សេងប៉ុន្តែនៅពេលដែលដល់កន្លែងត្រឡើងបាញ់តែ5នាទីទេបាញ់ហើយគឺរត់តែម្ដងអូខេអញ្ចឹងនេះកងទ័ពក៏និយាយថាបាញ់ប្រហែលជា500គីឡូម៉ែត្រអញ្ចឹងគោលដៅ confirm ហើយនៅវាថាអូខេអញ្ចឹងគាត់សង្ឃឹមថាថ្ងៃណាមួយគាត់អាចបាញ់ចូលទៅទីក្រុងមូស្គូនេះគាត់តែនិយាយទេអូខេអញ្ចឹងសម្រាប់វីដេអូនេះមិនវែងទេខ្លីដោយសារគេថតបានប៉ុណ្្នឹងគេបញ្ចេញឲ្យយើងមើលប៉ុណ្្នឹងសម្រាប់បងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរធ្លាប់ឃើញប្រភេទអញ្ចឹងអត់ព្រោះធម្មតាសម្រាប់ខ្ញុំអ្នកធ្វើវីដេអូហ្នឹងក៏មិនសូវបានឃើញគេបើកបបាញ់អីHIMARSហ្នឹងដែរគេចាំឃើញតែវីដេអូគេ highlight ទេអត់សូវឃើញវីដេអូតែប្រយុទ្ធជាក់ស្ដែងទេហើយនៅក្នុងនេះក៏ខ្ញុំបានព័ត៌មានមួយចំនួនដែរទាក់ទងនឹងHIMARSហ្នឹងគឺចាប់ផ្ដើមផលិតនៅក្នុងឆ្នាំ2005ប្រើរហូតមកដល់ឥឡូវហើយសង្គ្រាមក៏ឆ្លងកាត់ច្រើនដែរសង្គ្រាមនៅអាហ្គានីស្ថាននៅស៊ីរីនៅអ៊ីរ៉ាក់ហើយនិងនៅរុស្ស៊ីនេះតែម្ដងហើយក្រុមហ៊ុនផលិតហ្នឹងគឺ Lockheed Martin គេដែលក្រុមហ៊ុនដំបីនៅអាមេរិកហើយអញ្ចឹងតម្លៃវាបើតម្លៃនៅក្នុងស្រុកដូចជាខ្ទង់3.5 លានដុល្លារទេតម្លៃក្នុងស្រុកប៉ុន្តែបើតម្លៃចេញក្រៅគឺថ្លៃមែនទែនគឺចន្លោះពី19ទៅ20លានដុល្លារគេអញ្ចឹងហើយគ្រាប់វាខ្ទង់$40,000ជាងតម្លៃគ្រាប់បាញ់គ្រាប់តម្លៃក្រៅស្រុកអានេះបើសិនជាតាមព័ត៌មានតាំងពីឆ្នាំ2022ដែលចំនួនHIMARSដែលមានបច្ចុប្បន្នគឺខ្ទង់ចន្លោះ600គ្រឿងជាងអញ្ចឹងណាHIMARSមានទម្ងន់ទាំងអស់គឺ16តោនហើយមានប្រវែង7ម៉ែត្រគុណនឹង2.4ម៉ែត្រកម្ពស់3ម៉ែត្រជាងហើយប្រតិបត្តិការដោយកងទ័ព3នាក់អាចបាញ់បាន360ដឺក្រេគេម៉ាស៊ីននេះគេនិយាយពីម៉ាស៊ីនហើយនឹងប្រតិបត្តិការចម្ងាយក្នុងនេះ operation range ក្នុងនេះគេដាក់តែ480គីឡូទេដល់500គីឡូទេហើយល្បឿនលឿនបំផុតគឺ85គីឡូម៉ែត្រក្នុង1ម៉ោងអូខេហើយល្បឿនកម្រិតត្រូវរបស់វាបើបាញ់ចន្លោះពី300គីឡូគឺខុសគ្នាតែ1ម៉ែត្រទេតែមានថាខុសនេះតិចមែនទែនបើបាញ់300គីឡូខុសតែ1ម៉ែត្រទេអញ្ចឹងវាលៀងយ៉ាងច្រើន1ម៉ែត្រអញ្ចឹង1ម៉ែត្រវាដូចជាអត់ខុសអញ្ចឹង1ម៉ែត្រវាអត់មានអីខុសទេចានេះក៏ជាទ្រឹស្ដីដែលគេមានក្នុងព័ត៌មានអញ្ចឹងការអនុវត្តជាក់ស្ដែងនឹងយើងមើលជាក់ស្ដែងតាមព័ត៌មានដែលគេបញ្ចេញមកគាត់ថាយើងពិបាករកព័ត៌មានមែនទេហើយមួយទៀតតើតើប្រព័ន្ធបាញ់រ៉ុកកែតដែលខ្ញុំនិយាយគឺក្នុងអ៊ុយក្រែនគេប្រើពីរនឹងជាដៃគូគ្នាគឺ M270 គេប្រព័ន្ធបាញ់រ៉ុកកែតរបស់អាមេរិកដែរតែ
ផលិតតាំងពីឆ្នាំ1983ហើយប្រើមករហូតមកដល់ឥឡូវធ្លាប់ប្រើនៅក្នុងសង្គ្រាមច្រើននៅអ៊ីរ៉ាក់អីដូចគ្នារុស្ស៊ីនៅហ្គាហ្សាក៏មានអានឹងដែរហើយក្រុមហ៊ុនផលិតLockheed Martin អីនឹងដូចគ្នាទេហើយតម្លៃក្នុងស្រុកតែ2លានទេ 2.3 លានអញ្ចឹងតម្លៃក្នុងស្រុកអានេះហើយនឹងហើយម៉ាស់វាប្រហាក់ប្រហែលគ្នាប៉ុន្តែបើតម្លៃក្រៅស្រុកអានេះទិញទៅក្នុងនេះគេដាក់ថាតាខ្ទង់4លាននៅឆ្នាំ2024អូខេអានេះតម្លៃក្នុងស្រុកដែរទេអញ្ចឹងអានេះអត់មានតម្លៃក្រៅស្រុកទេគេចឹងសុទ្ធតែជាតម្លៃក្នុងស្រុកទម្ងន់វា52តោនជាងហើយប្រវែង6ម៉ែត្រគុណនឹង3ម៉ែត្រ6ម៉ែត្រ97គឺ77ម៉ែត្រហើយកម្ពស់2ម៉ែត្រប្រតិបត្តិការដោយមនុស្ស3នាក់ដូចគ្នាហើយអូខេវាអាចបាញ់ឆ្ងាយបំផុតគឺចន្លោះពី165ទៅ300គីឡូម៉ែត្រចឹងវាចម្ងាយនៃការបាញ់របស់វាតិចជាងHIMARS ហើយល្បឿនបើកបានតែ60គីឡូម៉ែត្រជាងក្នុង1ម៉ោងហើយអាចប្រតិបត្តិការបានខ្ទង់ចន្លោះ483គីឡូម៉ែត្រអីចឹងទៅក្នុងនេះគេអត់ដាក់កម្រិតនៃភាពត្រឹមត្រូវរបស់វាខុសប៉ុន្មានអីលឿនប៉ុន្មានទេអត់ទេអូខេអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាយើងបានដូចជាខ្មែរយើងនឹងថាមានអត់ទេតើតើនឹងM270 បងប្អូនដឹងព័ត៌មាននេះជួយប្រាប់ខ្ញុំផងដោយសារវាជាសេរីចាស់ដែរប៉ុន្តែក្នុងនេះអត់មានដាក់សង្គ្រាមខ្មែរវៀតណាមអីទេព្រោះធម្មតាជាទូទៅបើសិនជាធ្លាប់មាននៅខ្មែរគេដាក់ថាធ្លាប់ប្រើប្រាស់នៅក្នុងសង្គ្រាមខ្មែរវៀតណាមអីចឹងទៅអូខេហើយសម្រាប់ថ្ងៃនេះក៏យើងប្រហែលជាមានដំណឹងល្អប្រហែលជាបងប្អូនដឹងហើយថាកិច្ចប្រជុំអីរវាងកងទ័ពខ្មែរនិងថៃនឹងមានការសហការគ្នាប្រហែលចំណុចអូខេអញ្ចឹងការប្រជុំដូចយើងដឹងរាល់ដងអញ្ចឹងជាទូទៅការប្រជុំតែងតែទទួលបានលទ្ធផលល្អប៉ុន្តែនៅពេលដែលអនុវត្តជាក់ស្ដែងសំខាន់មិនដឹងថាថៃឬក៏សៀមនឹងអនុវត្តបានប៉ុណ្ណាទេព្រោះតាមដែលយើងតាមដានមួយរយៈកាលកន្លងមកនេះប្រជុំគឺសន្យាហើយគឺថៃដូចមិនដែលគោរពទេដូចជាយើងតែងតែនិយាយថាទៅសេនដៃលុបអញ្ជើងអញ្ចឹងណាថៃប្រជុំហើយព្រមព្រៀងហើយអីហើយចុងបញ្ចប់ថៃអត់គោរពអានឹងជារឿងសាមញ្ញរបស់ថៃហើយមួយរយៈហ្នឹងអញ្ចឹងមិនដឹងថាប្រជុំលើចុងក្រោយនេះយើងឃើញថានៅក្នុងស្រុកយើងទទួលបានលទ្ធផលល្អមិនដឹងថាថៃហ្នឹងគោរពទៀតអត់ដឹងអញ្ចឹងបើសិនជាថៃគោរពតាមអ្វីដែលមាននៅក្នុងកិច្ចប្រជុំអានឹងជារឿងដែលល្អប៉ុន្តែបើថៃមិនគោរពទៀតអានឹងក៏អត់ដឹងមិនទៀតមានតែតាមដានបន្តទៀតអូខេអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាតាមដានរឿងជាតិទាំងអស់គ្នាកុំតាមដានរឿងអត្ថប្រយោជន៍មួយចំនួនពេលខ្លះអត់ដឹងក៏អត់មានបានអីដែរតែខ្ញុំបានឃើញនៅក្នុងFacebook ដែរមួយចំនួនតើតើចំនួនអីណាអ្នកអនឡាញហ្នឹងគាត់ថាมันបានដឹងលម្អិតទេថាគេឆ្លោះគ្នារឿងស្អីព្រោះនឹកឃើញតែខ្ជិលតាមបានតែម្ដងទៅវាអត់ប្រយោជន៍អូខេអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាក៏អញ្ចឹងដែរមនុស្សអត់ប្រយោជន៍ធ្វើតែរឿងអត់ប្រយោជន៍ទេមិនដែលធ្វើរឿងណាមានប្រយោជន៍ដល់សង្គមដល់អីទេអូខេអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ